ព័ត៌មានតកតងទៅនឹងវិស័យការងារវិញម្ដងគឺនៅក្នុងពិព័រណ៍ការងារនិងជំនាញសិក្សាក្រោមប្រធានបទនិន្នាការទីផ្សារការងារយុវជននិងនិស្សិតជាច្រើនគឺបានមកស្វែងយល់អំពីព័ត៌មានមួយចំនួនតកតងទៅនឹងឱកាសការងារគ្រប់ប្រភេទជាច្រើនកន្លែងនៅក្នុងនោះយុវនារីបានលើកឡើងថាពិព័រណ៍ការងារនេះនឹងកាន់តែផ្ដល់ភាពងាយស្រួលដល់ពួកគាត់នៅក្នុងការស្វែងរកឱកាសការងារស្របតាមតម្រូវការទីផ្សារកញ្ញាស្រែនចាន់ណេតនិស្សិតឆ្នាំទី3សិក្សាជំនាញគណនេយ្យនៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដាបាននិយាយប្រាប់ BTV ឲ្យដឹងថាការរៀបចំពិព័រណ៍ការងារនានាកន្លងមករបស់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាការចូលរួមរបស់វិស័យឯកជនហើយជាក់ស្ដែងតាមរយៈពិព័រណ៍ការងារនិងជំនាញសិក្សានៅពេលនេះបានផ្ដល់ភាពងាយស្រួលដល់យុវជននិស្សិតដែលមានបំណងចង់ស្វែងរកការងារនិងមានលក្ខណៈទូលំទូលាយដល់សិស្សនិស្សិតដែលទើបបញ្ចប់ការសិក្សាឬកំពុងសិក្សាឆ្នាំទី1ទី2ឬក៏ទើបតែចូលរៀនក្តីគឺពិតជាងាយស្រួលនៅក្នុងការជ្រើសរើសជំនាញដែលចង់ធ្វើកញ្ញាក៏បានបង្ហាញនៅអារម្មណ៍សប្បាយចិត្តដែលបានមកចូលរួមពិព័រណ៍នេះដែលផ្ដល់ឱកាសឲ្យសិស្សនិស្សិតដាក់ពាក្យស្វែងរកការងារជាច្រើនកន្លែងស្របតាមជំនាញនិងការពេញចិត្តកញ្ញាអំពីវនីដល់យុវជនដទៃទៀតប្រសិនបើមានបំណងចង់មានបទពិសោធន៍ការងារពាក់ព័ន្ធទៅនឹងជំនាញដែលខ្លួនពេញចិត្តអាចមកចូលរួមពិព័រណ៍ការងារនៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដាបាននឹងដោយឥតគិតថ្លៃពីព្រោះមានឱកាសការងារជាច្រើនដែលកំពុងតែរងចាំចំពោះនាងខ្ញុំគឺខ្ញុំមើលឃើញថាគឺវាជាឱកាសមួយដ៏ល្អសម្រាប់នាងខ្ញុំនិងនិស្សិតផ្សេងទៀតដែលគាត់កំពុងតែរកការងារធ្វើហើយនឹងគាត់និយាយថាបើសិនជាគាត់អត់ទាន់ដឹងព័ត៌មានតាក់ទងជាមួយនឹងធនាគារឬក៏បណ្ដាក្រុមហ៊ុនផ្សេងអញ្ចឹងណាអ្នកគ្រូអញ្ចឹងគាត់អាចមកទីនេះបានដើម្បីស្វែងរកការងារគឺពីមុនខ្ញុំធ្លាប់គិតថាបើសិនបើខ្ញុំរៀនចប់ទៅតើអនាគតរបស់ខ្ញុំទៅនឹងអាចរកការងារធ្វើបានអត់ហើយនឹងរបៀបថាតើខ្ញុំអាចរកការងារហ្នឹងដាក់ពាក្យហ្នឹងតាមរយៈណាខ្លះប៉ុន្តែឥឡូវគឺអត់ទេគឺដោយសារតែឥឡូវហ្នឹងគឺមានយើងដឹងស្រាប់ហើយបច្ចុប្បន្នគឺសម័យជឿនលឿនអញ្ចឹងយើងអាចស្វែងរកតាមរយៈ Facebook Telegram ហើយនឹងតាមបណ្ដាញសង្គមផ្សេងទៀតហើយជាពិសេសនេះឥឡូវនេះគឺមានស្តង់ការងារច្រើនមែនតើដែលគាត់មកធ្វើមកតាំងពីព័រដើម្បីឲ្យសិស្សឬក៏និស្សិតឬក៏អ្នកដែលចង់ស្វែងរកការងារធ្វើហ្នឹងគាត់មកធ្វើមកដាក់ពាក្យតែម្ដងអ្នកគ្រូអញ្ចឹងវាងាយស្រួលដល់យើងផងដែរគឺខ្ញុំចង់សំណូមពរឲ្យសិស្សនិស្សិតគឺគាត់មានការខិតខំប្រឹងប្រែងរៀនសូត្រជាពិសេសគឺគាត់ស្វែងរកនៅឱកាសថ្មីដូចជាការងារស្ម័គ្រចិត្តព្រោះពេលខ្លះយើងគិតថាយើងនៅរៀនយើងគិតតែរៀនមួយមុខទេយើងអត់ចេញធ្វើការអត់ចេញអីទេអញ្ចឹងវាអាចធ្វើឲ្យយើងនឹងមានអារម្មណ៍មួយថាខ្លាចមនុស្សសម្រាប់ខ្ញុំផ្ទាល់ខ្ញុំក៏ធ្លាប់ជួបអារម្មណ៍ហ្នឹងដែរនៅពេលដែលខ្ញុំមករៀនដំបូងគឺខ្ញុំមានអារម្មណ៍ថាខ្លាចមនុស្សនៅជុំវិញឲ្យហ៊ាននិយាយស្ដីរកគេហើយពេលខ្លះមានអារម្មណ៍ភ័យពេលនិយាយទៅអត់មានទំនុកចិត្តលើខ្លួនឯងទេបាត់បង់ទំនុកចិត្តហ្នឹងអញ្ចឹងខ្ញុំចង់អំពាវនាវឲ្យសិស្សហ្នឹងគាត់ចេញដើរក្រៅឲ្យបានច្រើនតើតើនឹងការរៀបចំពិព័រណ៍ការងារនិងជំនាញសិក្សានៅថ្ងៃទី28ខែមីនាឆ្នាំ2025នេះលោកបណ្ឌិតផុនណារិនសាកលវិទ្យាធិការនៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដាបានមានប្រសាសន៍ដឹងថាមែនតើសាកលវិទ្យាល័យតែងតែសហការជាមួយនឹងដៃគូជាពិសេសជាគោលនយោបាយជាចក្ខុវិស័យសាកលវិទ្យាល័យគឺត្រូវការឲ្យនិស្សិតរៀនចប់មានការងារធ្វើហើយអ្នកកំពុងតែរៀនក៏អាចស្វែងរកការងារបានដែរបានជាសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដាសហការជាមួយនឹងសមាគមធានារ៉ាប់រងកម្ពុជានិងសហការជាមួយនឹងទីភ្នាក់ងារជាតិមុខរបរនឹងការងារ NEA នៃក្រសួងការងារនិងបណ្ដុំបណ្ដាវិជ្ជាជីវៈបានរៀបចំពិព័រណ៍នេះឡើងក្នុងគោលបំណងដើម្បីឲ្យនិស្សិតកំពុងតែរៀនមានឱកាសដើម្បីសិក្សាអំពីចំណូលនៃបច្ចុប្បន្នភាពនិងអនាគតថាតើគាត់ត្រូវសិក្សាអំពីអ្វីខ្លះដើម្បីអាចចាប់យកឱកាសការងារថ្មីនៅក្នុងនវានុវត្តន៍នៃសម័យនេះរៀបចំនេះដើម្បីឲ្យនិស្សិតដែលកំពុងរៀននឹងលោកមានឱកាសដើម្បីសិក្សាអំពីទំនោរនៃបច្ចុប្បន្នភាពនិងអនាគតថាគាត់ត្រូវសិក្សាអំពីអីខ្លះដើម្បីគាត់អាចចាប់យកការងារថ្មីនៅក្នុងនវានុវត្តន៍នៃសម័យថ្មីនេះហើយសាកលវិទ្យាល័យក៏បានសហការជាមួយនឹងក្រសួងការងាររហូតដល់យើងមានទូសម្រាប់ scan រកការងារធ្វើនៅក្នុងសាកលវិទ្យាល័យតែម្ដងមិនមែនត្រឹមតែសហការមួយថ្ងៃនោះទេគឺថាយើងសហការរហូតអញ្ចឹងយើងមានទូ scan ការងារហ្នឹងគឺគ្រប់ជំនាញទាំងអស់យើងអាច scan បានហើយមកដល់ពេលនេះយើងឃើញថានិស្សិតសាកលវិទ្យាល័យដែលកំពុងរៀនទាំងជាង 5000 នាក់ហ្នឹងបើគាត់នឹងចូលមកម្ដងមកវិញដើម្បីមកសិក្សាដើម្បីស្វែងរកការងារក្នុងឱកាសហ្នឹងបាទដូច្នេះនេះគឺជាចំណុចល្អដែលសាកលវិទ្យាល័យបាននឹងកំពុងរៀបចំឲ្យនិស្សិតទាំងអស់គ្នាសិក្សាឲ្យត្រូវជាមួយនឹងរបត់នៃការងារបច្ចុប្បន្នគឺឲ្យបានគាត់រៀនបដាត្រូវគិតបដាថាតើគាត់ត្រូវរៀនអីជំនាញអីឲ្យប្រកបវិជ្ជាដើម្បីគាត់អាច apply ការងារនឹងបាន
ចំពោះសន្និសិទនឹងអ្នកកំពុងស្វែងរកការងារធ្វើដែលមានបំណងចង់ស្វែងយល់អំពីឱកាសការងារក៏ដូចជាអាជីពការងារគឺអាចអញ្ជើញចូលរួមទស្សនាពិព័រណ៍ការងារនិងជំនាញសិក្សាក្រោមប្រធានបទនិន្នាការទីផ្សារការងារដែលសេរីឬក៏សម្រាប់អ្នកដែលចង់ផ្លាស់ប្ដូរការងារក៏អាចយកប្រវត្តិរូបសង្ខេប CV ដើម្បីចូលរួមដាក់ពាក្យនិងសម្ភាសផ្ទាល់ភ្លាមៗជាមួយនឹងអ្នកតំណាងក្រុមហ៊ុនធំៗជាច្រើននៅក្នុងបរិវេណសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ ACLIDA ដែលហៅកាត់ថា AUB